និទានរឿងបិសាចឆ្កែក្រោមព្រះច័ន្ទឈាមក្នុងអាណាចក្រដួងភ្លៀងដែលពោរពេញដោយភ្នំអាថ៌កំបាំងនិងពពកងងឹតមានជនបទមួយដែលអ្នកស្រុកតែងស្ទាក់ស្ទើរក្រោយពេលថ្ងៃលិចពួកគេជឿជាក់ថានៅពេលព្រះច័ន្ទក្រហមកើតឡើងវាជាសញ្ញានៃការត្រឡប់មកវិញរបស់បិសាចឆ្កែអ្នកបំផ្លាញនិងអវត្តភាពនៃអតីតកាលបិសាចនោះមានឈ្មោះថាការ៉ាណូសគេសន្មតថាគាត់ជាមនុស្សដែលត្រូវបានគេចាប់បំផ្លាញដោយព្រហ្មទេពក្រោមសេចក្តីប៉ាន់តឹងនៃការលួចចំណេះដឹងសាមញ្ញពីព្រះអាទិត្យសាច់ដុះរបស់គាត់ត្រូវបានបំលែងទៅជាឆ្អឹងដែកនិងស្បែកខ្មៅខ្ចីដោយគាត់បានក្លាយជាបិសាចឆ្កែដែលពោរពេញដោយកំហឹងនិងអំណាចរាល់ពេលព្រះច័ន្ទឈាមកើតឡើងគាត់នឹងបំផ្លែងខ្លួនវិញភ្លៀងនិងភ្លេកបណ្ដាលអាកាសស្ងប់ឲ្យរំញ័រគាត់បង្ហាញខ្លួននៅលើជើងភ្នំដោយមានភ្លើងផ្កាឡើងពីជើងនិងភ្នែកក្រហមដែលភ្លឺដូចភ្លើងអស្ចារ្យគាត់នឹងចាប់តាមប្រមាញ់អ្នកដែលមានបំណងអាក្រក់ឬក៏កំពុងបំពានចំពោះធម្មជាតិមនុស្សតែប៉ុន្មានអ្នកប៉ុណ្ណោះដែលអាចរស់រានមានជីវិតត្រឡប់ក្រោយការជួបជាមួយការ៉ាណូសពួកគេនិយាយថាគាត់មិនមែនជាមេរោគនៃអភិវឌ្ឍទេប៉ុន្តែជាអ្នកការពារសម្រស់ដើមចិត្តនៃពិភពលោកនេះប៉ុន្តែសំណួរមួយតែងនៅសល់តើបុរសនោះអាចត្រឡប់ជាមនុស្សវិញបានទេបើសិនជាមាននរណាម្នាក់រកឃើញរឿងពិតនៃសេចក្តីប៉ាន់តឹងនោះលើកទឹកចិត្តឲ្យ Subscribe, Like, Comment សូមអរគុណសម្រាប់ការគាំទ្រ